ការរចនាបែបប្រណិតឲ្យបន្ថែមជាមួយនឹងការអាប់ដេតយ៉ាងច្រើនទៅលើភាពធន់រឹងមាំផ្នែកអេក្រង់ខាងក្រៅនិងផ្នែកអេក្រង់ខាងក្នុងដែលមាន3ស្រទាប់ការពារទី1គឺ non Newtonian fluid layer ទី2គឺ UTG impact resistant layer ហើយជាមួយនឹងផ្នែកទី3 carbon fiber layer ដែលធ្វើឲ្យអេក្រង់ធន់រឹងមាំបន្ថែមទៅលើភាពធន់រឹងមាំគឺមានការការពារជំរាបទឹក IP58 IP59 ក្នុងជម្រៅទឹក2ម៉ែត្ររយៈពេល30នាទីទាំងទឹកក្តៅរហូតដល់80អង្សាហើយលក្ខណៈពិសេសមួយទៀតគឺផ្នែកកាមេរ៉ាដែលមានការអភិវឌ្ឍច្រើនជាងមុនទី1គឺកាមេរ៉ាដែលអាចថតបានគៀកខ្លាំងធ្វើឲ្យបង្ហាញភាពលម្អិតខ្លាំងមែនទែនរក្សាកម្រិតពណ៌បានច្បាស់លាស់ល្អហើយជាមួយនឹងចំណុចសំខាន់ទី3កម្រិតនៃពន្លឺគម្លាតរហូតដល់ 17.5 HDR ធ្វើឲ្យគុណភាពហ្វូតូនិងវីដេអូបានល្អប្រសើរខ្លាំងនេះគឺ Huawei Mate X7 ចិត្តចាញ់ហើយចិត្តមកដល់ហើយចាប់អារម្មណ៍ទេ